ខ្ញុំគឺជាសត្វការីប៉ុន្តែខ្ញុំមិនចូលចិត្តធ្វើការនៅក្នុងអសតស្ថានទេក្រោយពីបញ្ចប់ការសិក្សាផ្នែកអសតសាស្ត្រគឺខ្ញុំបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវេជ្ជជីវសាស្ត្រក្រោយពីបញ្ចប់ការសិក្សានោះខ្ញុំបានធ្វើការនៅកន្លែងផ្សេងៗជាច្រើនដែរប៉ុន្តែកន្លែងដែលខ្ញុំបានធ្វើការសប្តាហ៍ថ្ងៃនេះធ្វើឲ្យខ្ញុំធ្វើការបានយូរដោយសារតែការងារដែលខ្ញុំចូលចិត្តនោះគឺជាការងារដែលមានការធ្វើដំណើរមិនមែនធ្វើដំណើរតែធ្វើការមួយមុខទេគឺមានលាយឡំជាមួយនឹងការកម្សាន្តផងដែរនៅពេលដែលយើងចេះប្រើប្រាស់ពេលវេលាក្រោយពីបញ្ចប់ការងារនៅពេលថ្ងៃពេលល្ងាចរបស់យើងគឺជាពេលវេលាផ្ទាល់ខ្លួនដូច្នេះហើយយើងអាចទៅទីតាំងផ្សេងៗដើម្បី explore the city ឬក៏ទៅកន្លែងថ្មីៗដែលយើងមិនធ្លាប់ទៅពីមុនមកដូចជាសប្តាហ៍នេះអញ្ចឹងខ្ញុំមាន working trip មួយទៅខេត្តបាត់ដំបងនិងខេត្តសៀមរាបនៅពេលដែលយើងទៅដល់ហ្នឹងគឺពេលល្ងាចហើយដូច្នេះយើងក៏បានរៀបចំខ្លួនហើយទៅញ៉ាំអាហារពេលល្ងាចហើយកន្លែងដែលយើងបានទៅហ្នឹងគឺជាកន្លែងឆាមីកតាំងល្បីមួយនៅខេត្តបាត់ដំបងហើយក៏បានដើរលេងស្រូបយកខ្យល់អាកាសនៅតាមសួនផងដែរហើយនៅពេលព្រឹកឡើងពួកយើងក៏បានទៅធ្វើការងារនៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបងក្រោយពីបញ្ចប់ការងារនៅខេត្តបាត់ដំបងយើងក៏បន្តការងារទៅស្រុកសំឡូតនៅមណ្ឌលសុខភាពតាសាញក្នុងមួយថ្ងៃនេះយើងធ្វើការងារបាន2កន្លែងហើយយើងត្រឡប់មកខេត្តបាត់ដំបងវិញហើយនៅថ្ងៃស្អែកឡើងគឺយើងបន្តដំណើរមកខេត្តសៀមរាបយើងមានការប្រជុំមួយនៅមន្ទីរសុខាភិបាលខេត្តសៀមរាបក្រោយពីបញ្ចប់ការប្រជុំនៅពេលព្រឹកយើងក៏បានបន្តការងាររបស់យើងនៅមន្ទីរពេទ្យខេត្តសៀមរាបផងដែរនៅក្នុងនោះយើងក៏មានការអភិបាលទៅលើការធ្វើការងារផ្នែកជំងឺគ្រុនចាញ់នៅក្នុងមន្ទីរពិសោធន៍ព្រមទាំងស្តុកហើយនិងរបាយការណ៍ដែរក្រោយពីបញ្ចប់ការងារនៅមន្ទីរពេទ្យខេត្តសៀមរាបយើងក៏បានបន្តការងារទៅមន្ទីរពេទ្យបង្អែកអង្គរជុំថ្ងៃនេះរៀងធ្វើការច្រើនបន្តិចបន្ទាប់ពីបញ្ចប់ការងាររួចត្រឡប់មកដល់ខេត្តវិញចិត្តងងឹតហើយដូច្នេះអត់បានទៅណាទេហើយថ្ងៃនេះគោលបំណងរបស់យើងគឺមានតែមួយកន្លែងទេដើរពីកន្លែងស្នាក់របស់យើងមកសួនព្រះរាជដំណាក់ដើម្បីមើលផ្ទាំងគំនូរ50ម៉ែត្រដែលផ្ទាំងគំនូរហ្នឹងបានបកស្រាយអំពីទស្សនវិជ្ជានៅក្នុងអំឡុងពេលសង្គ្រាមឈ្លានពានរបស់ប្រទេសសៀមមកលើប្រទេសកម្ពុជារបស់យើងហើយរូបភាពនេះគឺ detail ល្អខ្លាំងមែនតើធ្វើឲ្យយើងយល់អំពីស្ថានភាពនិងរឿងរ៉ាវដែលបានកើតឡើងបានយ៉ាងច្បាស់លាស់ខ្ញុំសូមកោតសរសើរនិងអរគុណទៅដល់វិចិត្រករទាំងអស់គ្នាដែលបានគូររូបមួយនេះឡើងគឺពិតជាអស្ចារ្យខ្លាំងមែនតើហើយក៏សូមអរគុណទៅដល់វីរៈកងទ័ពដែលបានលះបង់ជីវិតការពារដែនបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាយើងនៅថ្ងៃបន្ទាប់ពួកយើងបានធ្វើការងារនៅមណ្ឌលសុខភាពគោកដូងពួកយើងបានធ្វើការងារនៅទីនេះយូរបន្តិចដែរក្រោយបញ្ចប់ការងារនៅទីនេះពួកយើងក៏បានត្រឡប់មកទីរួមខេត្តវិញពួកយើងមានពេលវេលាសល់ខ្លះនៅពេលរសៀលដូច្នេះហើយពួកយើងក៏ចែកផ្លូវគ្នាដើម្បីទៅតាមទីតាំងផ្សេងៗគ្នាដែលពួកយើងចង់ទៅហើយសម្រាប់ខ្ញុំនិងមិត្តរួមការងារម្នាក់ទៀតពួកយើងបានទៅលេងសួនរុក្ខជាតិអង្គរនៅទីនេះសួនធំខ្លាំងមែនទែនហើយមានរុក្ខជាតិប្លែកមានផ្កាហើយជាពិសេសនៅទីនេះក៏មានហាងកាហ្វេដែរពួកយើងបានកំងកាហ្វេញ៉ាំនិងអង្គុយនិយាយគ្នាលេងរហូតមកដល់ពេលល្ងាចហើយនៅពេលដែលមេឃងងឹតពួកយើងបានចេញដំណើរពីសួនរុក្ខជាតិអង្គរទៅ Pub Street បន្ទាប់ពីដើរលេងមើលមនុស្សម្នានៅ Pub Street បានបន្តិចពួកយើងក៏បានបន្តដំណើរទៅមាត់ស្ទឹងដើម្បីរកអីញ៉ាំពេលដែលខ្ញុំធ្វើដំណើរគឺអត់ដែលភ្លេចទេជាមួយនឹង skin care set របស់ខ្ញុំហើយ skin care set ទាំងអស់ហ្នឹងគឺខ្ញុំទទួលបានពី Yes Style skin care set ទាំងអស់នេះគឺសម្រាប់ acne prone skin អញ្ចឹងអ្នកទាំងអស់គ្នាដែលមានមុខរោលកទួលក្រហមមានមុនអាចប្រើឈុតណាញ់លេសនេះបានហើយខ្ញុំក៏មានឈុតមួយទៀតដែរដែលខ្ញុំបានយកមកគឺ skin 1004 travel kit skin 1004 travel kit នេះគឺមានពី cleansing oil cleansing foam toner អំព្យូលហើយនិង cream គឺល្អខ្លាំងមែនតើត្រូវសម្រាប់ស្បែកមុខរបស់ខ្ញុំទាំងពីរតែម្ដងនៅថ្ងៃបន្ទាប់ទៀតជាថ្ងៃ travel bag គឺយើងបានទៅញ៉ាំអាហារពេលព្រឹកនៅមរតកវត្តបូខ្ញុំបានញ៉ាំនំបញ្ចុកសម្លការីនៅទីនេះទេសភាពក៏ស្អាតបរិយាកាសក៏ល្អហើយមានភាពស្ងប់ស្ងាត់ទៀតក្រោយពីញ៉ាំអាហារពេលព្រឹកពួកយើងក៏បានត្រឡប់មកភ្នំពេញវិញប្លុករបស់ខ្ញុំមួយនេះសូមបញ្ចប់ត្រឹមនេះបាយបាយ